បាទក្រុមជ្រាបសួរប្រិមិត្តជនរួមជាតិថ្ងៃនេះមកប្រាប់ពីរបៀបដូរឈ្មោះសម្រាប់បងប្អូនយើងដែលគាត់អត់តន់ចាក់ដូរឈ្មោះ Facebook បាទងាយស្រួលបាទមើលវីដេអូត្រឹមតែ1នាទី2នាទីបងប្អូននឹងដឹងតែម្ដងបាទអូខេអញ្ចឹងមុនដំបូងបងប្អូនមានតួនាទីឧបមាថាឥឡូវយើងចូលមកកន្លែងផ្ទាល់ខ្លួនរបស់យើងបែបនេះបាទឈ្មោះរបស់យើងបែបនេះយើងចង់ដូរឈ្មោះបាទអញ្ចឹងយើងចុចមកកន្លែង 3 នេះមកបាទនេះ 3 នេះបងប្អូនបាទហ្នឹងបងប្អូន stone មកក្រោមបាទហ្នឹងហើយចុចពាក្យថា setting នេះបាទណាបងប្អូនចុចលើក្បាលមនុស្សមួយទៀតបាទហ្នឹងហើយមិនចេះអានអក្សរដូចខ្ញុំchứបងប្អូនមិនចេះអានអង់គ្លេសដូចខ្ញុំបាទចុចលើ setting នេះម្ដងទៀតក្បាលមនុស្សបងប្អូនបាទចុចលាមកបាទហើយបងប្អូននឹងចេញសញ្ញាបែបនេះបាទបងប្អូនចុចលើក្បាលមនុស្សតែមួយទៀតបាទនេះបាទចឹងបងប្អូនចុចមនុស្សមួយទៀតមកបាទរួចហើយបងប្អូនចុចមកកន្លែងនេះសៀមរាបស្មោះអូននេះបាទចុចឧបមាថានេះជាឈ្មោះរបស់យើងបាទចុចមកបាទហើយយើងចុចតែកន្លែងនេះមួយទៀតបាទចុចវាមកមុខទៀតបាទរួចហើយដល់កន្លែងណាមនេះបងប្អូនណាមនេះគឺឈ្មោះអញ្ចឹងយើងចុចមកទៀតមកបាទឥឡូវនេះយើងដូរឈ្មោះយើងចង់ដាក់ឈ្មោះអីឈ្មោះទៅបាទឧបមាថាខ្ញុំដាក់ឈ្មោះអញ្ចេះបាទហ្នឹងហើយបងណយយ៉ាបាទវីតាមីនរួចហើយខ្ញុំដូរឈ្មោះចឹងហើយខ្ញុំដាក់ក្រោមចេះបងប្អូនអាចចុចរួចរាល់បាទហើយបងប្អូនចុច remove នេះមកបាទទៅខៀវនេះបាទមើលតន់ហ្នឹងបងប្អូនបាទហ្នឹងបាទអាកន្លែងនេះគេឲ្យយើងថាដូរឈ្មោះដាក់យ៉ាវីតាមីនបងណយចេះឬក៏មិនឬក៏ដាក់ចេះមិនបងប្អូនចុចខាងលើដូចខ្ញុំតាមតែបងប្អូនស្រឡាញ់បាទអញ្ចឹងបងប្អូនចុច នេះពើខៀវមួយទៀតមកបាទហ្នឹងហើយអូខេបាទអញ្ចឹងរួចរាល់ហើយបាទនេះដូរបានហើយគឺបងណយយ៉ាវីតាមីនបាទចាញ់រំលោភវីតាមីនតម្លើងគីឡូបាទអញ្ចឹងដោយសារតែ Facebook នេះខ្ញុំបង្កើតទុកចោលអញ្ចឹងខ្ញុំត្រូវការយកមកលក់អីវ៉ាន់បាទអញ្ចឹងអតិថិជនពងចូលទៅដែរបាទអញ្ចឹងបងប្អូនអាចកម្មង់អីវ៉ាន់នៅក្នុង Facebook នេះក៏បានឬក៏ឆាតចូល page បងណយយ៉ាក៏បានតែម្ដងបាទអញ្ចឹងឥឡូវនេះឧបមាថាវាមិនទាន់ជាដំណើរការល្អទេយើងឈូសវាចោលមួយសិនមកបាទឈូសវាចោលមួយសិនមកហើយយើងចូលទៅម្ដងទៀតបាទអូខេបាទនេះបានហើយបាទដូរឈ្មោះងាយស្រួលមិនទាន់មិនយកកន្លែងណាអាច comment សួរទៀតណាបាទអរគុណច្រើនបាទជាចុងក្រោយបងប្អូនដែលគាត់កំពុងតែមានបញ្ហាស្គមខ្លាំងក្រពីសពោះវៀនបាយមិនបានគេមិនលក់ក្តៅក្នុងក្តៅខ្លួនក្តៅសាច់ចុកចោលក្រពីសពោះវៀនបាទភើជូរញ៉ាំច្រើនតាមបន្លាងគីឡូឬក៏ហូបបាយមិនបានគេមិនលក់ក្តៅក្នុងក្តៅខ្លួនក្តៅសាច់អីបងប្អូនអាចប្រើប្រាស់បាទជាមួយនឹងធានាពីបានគេខាងឡានគីឡូនឹងព្យាបាលបញ្ហាចុកចោលក្រពីសពោះវៀនតតែម្ដងបាទជួយឲ្យពុកម៉ែបងប្អូននេះបាទហូបបាយបានគេងលក់ស្រួលធ្វើការទៅមិនសម្រាប់កម្លាំងកាយបញ្ហាកពីពោះវៀនបញ្ហាក្តៅក្នុងក្តៅខ្លួនក្តៅសាច់ដុំមុំទាំងអាចប្រើបានទាំងប្រុសទាំងស្រីចម្ដងមកកំប៉ុងឡើងចន្លោះពី2ទៅ4គីឡូអាស្រ័យទៅលើសុខភាពជាក់ស្ដែងបងប្អូនចាប់អារម្មណ៍ឆាតមកកន្លងនេះយើងមានផងដែរបាទមានលក់ទាំងនៅថៃខ្មែរកូរ៉េជប៉ុនស្រាប់បងប្អូនចាប់អារម្មណ៍អាចឆាតចូល page បានឬក៏ឆាតចូល Facebook បាទអាចឆោតាមលេខក៏បានឬក៏ឆាតចូល Telegram លេខ01048 2ដងនេះផ្ទាល់តែម្ដងបងប្អូនចាប់អារម្មណ៍អាច inbox មកលើមានប្រម៉ូសិនជូនជំរាបសួរប្រិយមិត្តជនរួមចិត្តឥឡូវយើងមកមើលអតិជនដែលគាត់នៅខាងថៃដែលគាត់ប្រើទៅបានផលណាគាត់ឆាតមកប្រាប់មិញនេះគាត់ទៅបានអីវ៉ាន់ហើយគាត់ឆាតមកប្រាប់មិញគាត់ប្រើតែ2សប្តាហ៍ដែលឡើងគីឡូបាទហើយយើងស្ដាប់ទៅលេងគាត់ទាំងអស់គ្នាបាទអីបានមកបងប្រើល្អមែនបងពេលខ្ញុំតែយប់ឡើងមានអារម្មណ៍ជាក់ខ្លួនមានអារម្មណ៍ខ្លួនឯងប្លែកហើយកាពះនេះអីហ្នឹងខ្ញុំមកសារថប់ទៅហៅមិញហ្នឹងក៏បាត់ដូចគ្នាដែរអីបានបងល្អមែនបងព្រឹកឡើងទៅនៅហេវបាយខ្ញុំហូបបាយជាបាន2អាទិត្យជាងខ្ញុំឡើងបាយជាបាន2គីឡូបងខ្ញុំគីឡូ6ហើយឡើងដល់8ខ្ញុំលេបឆ្នាំហ្នឹងហើយបានមកស្ទុះដល់ពេលស្ទាបខ្លួនឯងមើលទៅមានអារម្មណ៍ថាជាក់ខ្លួនមានក្តៅដូចមុនហើយដល់ព្រឹកឡើងហេវដល់ពេលមុនខ្ញុំមកសារឈឺក្បាលដល់ពេលលេងហ្នឹងទៅបាត់ឈឺបណ្ដោយបាទអញ្ចឹងបងប្អូនបានដឹងស្រាប់តែផលិតផលយើងមិនមែនជួយទៅខាងឡើងគីឡូបាយបានតែប៉ុណ្្នឹងទេជួយកែបញ្ហាសុខភាពឲ្យគាត់ទូទៅទៀតអញ្ចឹងបងប្អូនបានស្រាប់បាននេះគឺខ្ញុំមិនបានឆាតសួរគាត់ទេគាត់ប្រើទៅក៏បានផលគាត់ឆាតមកប្រាប់បន្តតំណងគាត់ប្រើតែ2សប្តាហ៍ជាងទេឡើង2គីឡូកាពីប្រវេនកធូរបាយក៏បានគេងក៏លក់ស្រួលបាត់ជិះក៏បានដូចកាលពីមុនអញ្ចឹងណាបាទឡើងមានបញ្ហាដូចកាលពីមុនទៀតអញ្ចឹងវាអាស្រ័យទៅលើសុខភាពតែយើងមានបញ្ហាយូរឬក៏ឆាប់វាត្រូវការព្យាបាលតាមនឹងដែរអ្នកខ្លះក៏មានបញ្ហាយូរអ្នកខ្លះមានបញ្ហាច្រើនអញ្ចឹងត្រូវការព្យាបាលតាមនឹងដែរអត់ដូចគ្នាទេបងប្អូនសូមបញ្ជាក់បាទអញ្ចឹងអ្នកខ្លះប្រើទៅចាក់បានផលអ្នកខ្លះប្រើទៅក៏បានផលវាអាស្រ័យថាបងប្អូនមានបញ្ហាយូរឬតិចច្រើនហើយបានមានទៅនៅថៃខ្មែរកូរ៉េជប៉ុនស្រាប់បងប្អូនចាប់អារម្មណ៍អាច inbox មកបានអរគុណច្រើនជម្រាបលា